ជ្រុយទាំង3កន្លែងដែលបញ្ជាក់ថាអ្នកជាមនុស្សដែលមានសំណាងខ្លាំងពេកចាស់ទៅមួយប្រជ្រុយលើចំការនៅក្នុងផ្នែក neuralgia មនុស្សស្រីដែលមានប្រជ្រុយនៅលើចំការគឺជាមនុស្សស្រីដែលមានសំណាងល្អហើយភាគច្រើនជាមនុស្សស្រីដែលមានភាពរួសរាយរាក់ទាក់និងជាមនុស្សជាទីស្រឡាញ់នៃមនុស្សផងទាំងឡាយផងដែរមនុស្សស្រីដែលមានប្រជ្រុយលើចំការគឺនិមិត្តរូបនៃជីវិតដែលពោរពេញទៅដោយសុភមង្គលពេញលេញនៅក្នុងវ័យចំណាស់ហើយក៏ជានិមិត្តរូបនៃអាយុយឺនយូរហើយប្រសិនបើប្រជ្រុយមានពណ៌ប្រភេទទៀតនោះគឺវាមានន័យថាអ្នកប្រជាអ្នកដែលមានវិជ្ជាជីវៈខ្ពស់ក្នុងការងារមានមហិច្ឆតាអនាគតនឹងក្លាយជាអ្នកមានទ្រព្យស្តុកស្តម្ភនិងមានមនុស្សជាច្រើនគោរពស្រឡាញ់ពីប្រជ្រុយនៅលើប្រជានៅក្នុងផ្នែក neuralgia ប្រជ្រុយនៅលើប្រជាគឺត្រូវបានគេទាយទុកថាអ្នកនឹងក្លាយជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភអ្នកមានសំណាងដែលមានប្រជ្រុយមួយនេះគឺជាមនុស្សដែលមានប្រេងសំណាងល្អមានប្រវត្តិគ្រួសារថ្លៃថ្នូរមានទ្រព្យសម្បត្តិបរិបូរណ៍មិនបាច់ត្រូវគិតខ្វល់ខ្វាយពីរឿងអត់លុយចៃនោះទេពួកគេជាមនុស្សដែលអាចជោគជ័យលើអាជីពខ្លាយទៅជាអ្នកមានជាមួយនឹងសមត្ថភាពផ្ទាល់ខ្លួនរបស់ពួកគេមនុស្សដែលមានប្រជ្រុយនៅកន្លែងនេះគឺមានការរស់នៅយ៉ាងសាមញ្ញដែលធ្វើឲ្យអ្នកដទៃមានអារម្មណ៍ថាស្និទ្ធស្នាលនឹងពួកគេរីប្រជ្រុយនៅលើសៀបផ្កាមនុស្ស